រស្មីចលូថនគឺជារបស់យើងតែម្នាក់ប៉ុណ្ណោះបើយើងគ្មានវាសនានៅជាមួយចលូទេឯងក៏មិនមានដូចគ្នាទោះជាពលរស្មីចលូថនធ្វើឲ្យយើងសម្លាប់ឯងមិនបានក៏ដោយប៉ុន្តែពឹសរបស់យើងនឹងធ្វើឲ្យឯងវេទនារហូតដល់ថ្នាក់សម្លាប់ខ្លួនឯងដល់ពេលដែលឯងត្រូវទទួលទោសហើយអាសារ៉េតលែងយើងទៅ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 ច្រឡំលោកម៉ែកងឆ្លូនេះវាឯងនៅក្មេងមិនគួរមើលទេណាអូខេក៏មើលความรักเอ่ยลองเกิดมาที่ใจจะทำให้ใจเปี่ยมพลังคนสองคนแม้ต่างกันร้อยพันกำแพงเหล่านั้นจะพังทลายแล้ววันหนึ่งใจฉันวันไหวเหมือนรักบังเกิดมาที่ใจทำไมเป็นคนนี้ถามฟ้าจะได้ไหมเหตุใดให้เราคู่กันเทวดาនេះអាសែមឯងមើលចុះយើងរំភើបខ្យល់ចាប់ឥឡូវហើយឯងនេះផ្ដេសផ្ដាស់ខ្លាំងពេកធ្វើដូចជាមិនដែលធ្លាប់អញ្ចឹងនេះគឺមិនដូចគ្នាទេវើយកាលពីលើកមុនណាបរាជ័យមិនដែលរៀបការពិតប្រាកដឯណាហើយចុះឯងខ្លាចស្អីទៅខ្លាចបរាជ័យទៀតហ៎ហេអាមួយនេះមាត់ស្អុយរហូតឯងនេះយើងនិយាយលេងទេសម្រួមបន្តិចទៅចាំមិនដែរឯងអ្នកនាងស៊ីស្អាតណាស់កុំហៅខ្ញុំចឹងអីនាងជាទេពធីតាប៉ុន្តែយើងគ្រាន់តែជាមនុស្សធម្មតាអ្នកនាងស៊ីកុំភ្លេចឲ្យសោះណា
ថាខ្ញុំជាមនុស្សធម្មតាមិនតោះមានសភាពដើមនៅឡើយទេសំទោសដែលធ្លាប់អុកឡុកក្នុងពិធីមង្គលការរបស់អ្នកនាងស៊ីរហូតដល់បរាជ័យមិនអីទេឆាឡូខ្ញុំវិញទេត្រូវអរគុណនាងដែលធ្វើឲ្យខ្ញុំនឹងតារានស្រឡាញ់គ្នាជាងមុនអូយស្រឡាញ់ច្រើនជាងមុនដល់ថ្នាក់ចង់ក្អួតណាឆាឡូអើយបែបនេះចង់ត្រូវអីនេះជាការពិតហ្នឹងឆាឡូនាងសន្យាបានទេថានាងនៅចូលរួមពិធីមង្គលការរបស់ពួកខ្ញុំសិនទើបទៅឋានសួគ៌វិញលោកពុកចាំបានហើយនាងគឺជាសហាយរបស់កូនកំលោះដែលមកផ្ដួលរំលំពិធីមង្គលការលើកមុនតើចាលោកពុកទៅដោះស្រាយគ្នាសិនទៅពុកមិនចង់ឲ្យមានបញ្ហាដោយការពីមុនទេឆាប់សិនគឺធ្វើពិធីឲ្យកូនកំលោះកូនកំមុំគេបន្តទៀតទៅឆ្លោះសុំសន្យាថាមិនអុកឡុកទៀតទេពិតមែនទេមែនហើយចាបើមិនចឹងទេធ្វើមកខ្ញុំអាចកំលោះកូនកំមុំបានទៅមែនណាមែនហើយលោកពុកយើងនិយាយគ្នារួចរាល់ហើយថាណានាជាគុណណាលោកពុកឆាប់រៀបចំពិធីទៅខ្ញុំចង់មានប្រពន្ធឆាប់បានហើយបើគ្មានអ្នកណាទប់ស្កាត់ពិធីដ៏ស័ក្តិសិទ្ធិនេះទេទុកថាចាប់ផ្ដើមបានណាកញ្ញាស៊ីសូដានាងពេញចិត្តទទួលលោកតារ៉ាន់ជាស្វាមីរបស់នាងតាំងពីពេលទុកពេលសុខមានពេលក្រពេលធម្មតាហើយឈឺថ្កាត់សន្យាថានឹងមើលថែរហូតដល់ស្លាប់ចោលគ្នាដែរទេទទួលចាអនុសនីឯកតារ៉ាន់លោកទទួលកញ្ញាស៊ីសូដាជាភរិយារបស់លោកតាំងពីពេលសុខពេលទុក្ខពេលមានពេលក្រពេលធម្មតាពេលឈឺថ្កាត់សន្យាថានឹងស្រឡាញ់គោរពរាប់អានលើកស្ទួយគ្នារហូតដល់ស្លាប់ចោលគ្នាដែរទេខ្ញុំទទួលបែងចឹងមានអ្នកណាជំទាស់កូនកំលោះកូនកំមុំកញ្ញាស៊ីសូដាហើយនឹងអនុសនីឯកតារ៉ាន់នៅក្នុងពិធីមង្គលការជាស្វាមីភរិយាគ្នាដែរទេឈប់សិនរួចហើយចាសំជ័យបន្តទៀតបានហើយបើគ្មានអ្នកណាជំទាស់អីទេសូមអញ្ជើញកូនកំលោះពាក់ចិញ្ចៀនឲ្យកូនកំមុំទៅจะทำให้ใจเปลี่ยนพลังคนสองคนแม้ต่างกัน100,000กำแพงเหล่านั้นจะพังทลายแล้ววันหนึ่งใจฉันหวั่นไหวเหมือนรักบังเกิดมาที่ใจทำไมเป็นคนนี้ถามฟ้าจะได้ไหมលោកឪពុកសូមប្រកាសថាអ្នកទាំងពីរជាស្វាមីភរិយានឹងគ្នាត្រឹមត្រូវទុកថាពិធីមង្គលការលើកនេះសមស្របតាមប្រពៃណីគ្រប់យ៉ាងយេខ្ញុំមានប្រពន្ធហើយអូអាចារ្យណាអាចារ្យលឿនថាហើយកុំភ្លេចអបការផងអាចារ្យណាអូហាបបកាមកបោះមកលឿនឡើងឆាប់ឡើងបោះមកលឿនឡើងខ្ញុំចង់ចាប់ដែរបោះមកលឿនឡើងបោះមកខាងខ្ញុំណាចង់ចាប់បោះមកខាងខ្ញុំចាប់បោះមកខ្ញុំចាប់បោះមកពី3 1 2 3បោះមកអូអើយ
បានឆាឡូ ใจฉันหวั่นไหวเหมือนรักบังเกิดมาที่ใจทำไมเป็นคนนี้ถามฟ้าจะได้ไหมเหตุใดให้เราคู่กันเทวดาสุขาถ้าจะไปกันใหญ่เรารักกันยังไงเป็นใครก็รับไม่ทันฉันกับ แอบมองดูเธอมาตั้งนานแต่เธอก็ไม่หันมา ផ្ទៃមេឃស្អាតដល់ហើយមើលចុះ พบสบสายตา អ្វីដែលលោកឃើញមានន័យថាបៃតាបៃតានឹងមកទទួលយើងទៅវិញហើយ ឆាឡូកុំទៅអីណាខ្ញុំចង់ឲ្យនាងនៅទីនេះខ្ញុំសុំបងកុំទៅចោលខ្ញុំអី តាភារកិច្ចខ្ញុំរួចហើយខ្ញុំត្រូវទៅធ្វើជាទេពធីតាវិញ តែខ្ញុំចង់ឲ្យនាងនៅទីនេះខ្ញុំជួយនាងចាំខ្ញុំសុំបងបេដានាងចុះ មនុស្សដូចជាលោកអាងអីបានជាចង់តថ្លៃជាមួយនឹងយើងហ៎ ព្រះបិតា លោកទេព ឆាឡូថនអ៊ំសុំអរព្រះគុណព្រះបិតាទៅដែលអត់ទោសឲ្យអ្នកទាំងពីរ អ្នកទាំងពីរទៅដោះកំហុសឆ្គងដែលកើតឡើងទៅឲ្យបានសម្រេចយើងនឹងប្រគល់ភាពដើមឲ្យវិញអ៊ំសុំ ឆាប់ឡើងមករស្មីចលូថនអំពើល្អដែលបុតបានធ្វើគឺបញ្ជាក់ឲ្យថាឯងគួរតែស័ក្តិសមបានធ្វើជាទេពធីតានៅឋានសួគ៌វិញណា បៃតាគឺបត់បត់ នេះបុតកើតអីនោះហ៎ពេលដែលយើងបញ្ជូនឯងមកឯងយំសោកមិនចង់មកទេតែដល់ពេលដែលទៅវិញហើយឯងបែរជាមិនចង់ទៅវិញឬក៏បិតាដាក់ទោសឯងនោះវាមិនទាន់ធ្វើឲ្យឯងបាត់ចេះទេលោកម្ចាស់ឆាឡូមិនមែនជាទេពធីតាម្នាក់មិនស្ដាប់នោះទេ ខ្ញុំស្រឡាញ់ឆាឡូហើយឆាឡូក៏ស្រឡាញ់ខ្ញុំដែរខ្ញុំសូមឱកាសឲ្យយើងបានរស់នៅជាគូនឹងគ្នារហូតដល់អាយុកាលទៅ
រស្មីចលោថនគឺជាបុត្ររបស់យើងអ្វីដែលលោកសុំមកនេះมันប្រហើនពេកទេខ្ញុំស្រឡាញ់ចលោមិនថាយ៉ាងណាក៏ដោយវាជាការពិតมันអាចកែប្រែបានទេបើសិនជាលោកស្រឡាញ់រស្មីចលោថនលោកមនុស្សមិនមែនមានតែមនុស្សដែលធ្វើអំពើល្អនោះទេមានសត្រូវតែមានខ្មៅឯងជាទេពធីតាបើសម្រេចចិត្តរស់នៅលើលោកមនុស្សតទៅឯងនឹងជួបតែភាពអាប់អោនរបស់មនុស្សហើយនឹងធ្វើឲ្យរស្មីរបស់ឯងអួអាប់មិនអាចត្រឡប់ទៅឋានសួគ៌វិញបានទេឆាឡូថនឯងត្រូវតែតស៊ូចំពោះភាពក្លាហាននិងស្នេហារបស់គេណាតែយ៉ាងណាក៏ដោយគេគឺជាមនុស្សលោកឯងគិតឲ្យទៅដល់ថ្ងៃនេះឯងត្រូវតែព្រាត់ប្រាសគ្នាប៉ុន្តែបើគេព្យាយាមធ្វើអំពើល្អថ្ងៃណាមួយពេលដែលគេអស់អាយុកាលទៅគេនឹងបានទៅកើតនៅឋានសួគ៌ហើយនឹងបានជួបគ្នាម្ដងទៀតយ៉ាងម៉េចរស្មីចលោថនបិតាគ្មានពេលចាំឯងយូរទេណាហើយត្រឡប់ទៅឋានសួគ៌វិញទៅចលោណារស្មីចលោថនបៃតាបាត់សំទោសជំនួសប្អូនផងប៉ុន្តែរឿងនេះជារឿងសំខាន់បំផុតរបស់ប្អូនឲ្យប្អូនបានសម្រេចចិត្តសិនទៅព្រះបៃតាឆ្លោលោកម៉ែកងខ្ញុំមិនចាំបាច់និយាយអ្វីទាំងអស់ខ្ញុំយល់គ្រប់យ៉ាងហើយនាងកុំបារម្ភកុំខ្វល់អ្វីទាំងអស់ត្រឡប់ទៅជាមួយបៃតានាងទៅលោកមិនស្រឡាញ់ខ្ញុំទេស្រឡាញ់ណាស្រឡាញ់រហូតមកព្រោះតែការស្រឡាញ់នេះហើយបានជាយើងចង់ឲ្យមនុស្សដែលយើងស្រឡាញ់បាននៅអ្វីដែលល្អហើយមិនចង់ឲ្យភាពអាត្មានិយមត្រូវលែងទុកនៅទីនេះទេលោកម៉ែកងបងផាន់អរ៉ៃគឺជាមនុស្សមិនមែនជាទីកន្លែងដែលស័ក្តិសមនឹងនាងទេទីកន្លែងដែលស័ក្តិសមនឹងទេពធីតាគឺជាឋានសួគ៌នោះហើយមិនគួរនៅលើលោកមនុស្សទេ
ខ្ញុំសូមសន្យាណាថាខ្ញុំធ្វើតាមអំពើល្អដើម្បីបានជួបនាងនៅឋានសួគ៌ហើយនាងត្រូវសន្យាថានាងនឹងចាំខ្ញុំនៅទីនោះបានแค่ไหนก็ไม่ท้อฉันขอมีเธอคนเดียวที่อยู่ในหัวใจเธออยู่สูงสักแค่ไหนก็ไม่เคยทำให้ฉันต้องหวั่นต้องท้อใจก็เพราะทุกๆครั้งที่ได้สบตามันทำให้ฉันกล้าที่จะบอกรักเธอเหตุผลแค่ความต่างเจ้าเป็นเทพนารีนะสมแม้ว่าฉันไม่ดีพร้อมแต่ว่าใจก็ยอมที่จะทุ่มเทเพื่อเธอเพียงเธอเปิดใจยอมรับกันให้ฉันได้รักเธอឯងសម្រេចចិត្តហើយមែនទេចលូថនចលូសម្រេចចិត្តហើយទីកន្លែងដែលនាងគួរនៅគឺជាឋានសួគ៌ល្អហើយអញ្ចឹងបិតានឹងប្រគល់កាយទិបឲ្យវិញដើម្បីឲ្យបានទៅឋានតើបតឹងវិញណាបុត្រអូយណែនេះធ្វើស្អីហ្នឹងលែងខ្ញុំទៅលោកម៉ែកងយើងស្ដាប់រឿងមនុស្សច្រើនហើយតែយើងមិនដែលឃើញមនុស្សណាលះបង់ស្នេហាឲ្យសេចក្តីស្នេហ៍ដូចជាលោកទេគ្មានអ្វីដែលថាมันអាចទៅរួចទេទោះជាស្នេហាជាកិលេសតណ្ហាគ្របដណ្ដប់លោភលន់ឆ្លុះអង្វែងក៏ដោយប៉ុន្តែបើយើងចេះស្រឡាញ់ការស្រឡាញ់នោះនឹងនាំសេចក្តីសុខរួចហើយសន្តិភាពអស្ចារ្យកើតឡើងបានលោកម៉ែកងបានលោកជួយឲ្យខ្ញុំទៅឋានសួគ៌វិញមែនហើយចុះលោកវិញនោះលោកជាមនុស្សខ្ញុំជាទេពធីតាយើងមិនអាចជួបគ្នាបានទៀតទេទោះជាជាតិនេះយើងបាននៅជាមួយគ្នាប៉ុន្តែខ្ញុំនៅស្រឡាញ់នាងគ្រប់ជាតិនាងចាំទុកទៅអត់ទេបៃតាបាត់មិនទៅឋានសួគ៌វិញទេបាត់នៅឋានមនុស្សជាមួយមនុស្សដែលបាត់ស្រឡាញ់រស្មីចលូថនបាត់សម្រេចចិត្តហើយបាត់មិនព្រមត្រឡប់ទៅធ្វើជាទេពធីតាវិញទេបាត់សំរស់នៅបែបមនុស្សធម្មតាម្នាក់ប៉ុណ្ណោះចលូថនមនុស្សមិនដូចជាទេពធីតានោះទេអូនដឹងច្បាស់ហើយម្ចាស់បងអូនអាចធ្វើជាទេពធីតា
រួចហើយចាំពេលតែបន្តិចសាការអាចព្យាយាមធ្វើអំពើល្អរហូតដល់បានជួបខ្ញុំម្ចាស់ប៉ុន្តែពេលដែលគេត្រូវរងទុក្ខព្រោះមិនបានជួបខ្ញុំម្ចាស់វាស្មើនឹងមួយជីវិតរបស់គេខ្ញុំម្ចាស់មិនអាចបណ្ដោយឲ្យមនុស្សដែលខ្ញុំម្ចាស់ស្រឡាញ់រងទុក្ខវេទនាអស់មួយជីវិតបានទេឆ្លូខ្ញុំសម្រេចចិត្តឲ្យលោកមេកងបុតដឹងហើយមែនទេអ្វីដែលបុតសុំមកនេះបើបិតាឲ្យហើយបុតមិនអាចទាមទារអ្វីបានទេណាបុតជាចិត្តណាស់ណាបិតាថាមនុស្សប្រុសម្នាក់នេះនឹងស្រឡាញ់បុតហើយមើលថែបុតបាទលោកទេវតាខ្ញុំនឹងស្រឡាញ់នាងលុះដង្ហើមចុងក្រោយបិតាពេលដែលម្ចាស់អូននៅលើលោកមនុស្សរហូតដល់អស់អាយុកាលគឺតែមួយផ្លែតទេស្មើនឹងឋានសួគ៌ពេលខ្លះពេលដែលម្ចាស់អូនអស់អាយុកាលហើយត្រឡប់ទៅឋានសួគ៌វិញបិតាមិនទាន់សម្រាប់ព្រះអិនរួចផងក៏មិនដឹងមែនទេបិតាបិតាមនុស្សប្រុសម្នាក់នេះជាជីវិតរបស់បុត្រហេតុដូច្នេះជីវិតដែលនៅសេសសល់របស់បុត្រគឺជារបស់គេก็จะรักไม่รู้ทำไมต้องมีเพียงเธอในหัวใจไม่อาจฝืนបើបុតដឹងហើយបិតានឹងអនុញ្ញាតឲ្យបុតធ្វើជាមនុស្សអស់អាយុកាលឆ្លូយើងមិនអាចបង្ខំអ្វីនឹងបានទេត្រឡប់ទៅឋានសួគ៌លើកនេះយើងប្រកាសជាអបសោកស្លាប់ហើយអំសុំឯងត្រឡប់ទៅវិញលើកនេះទេពធីតាអង្គផ្សេងប្រកាសជាចាំរោមឯងព្រោះថាឯងបានចាត់ការអសរ៉េតបានមែនហើយប្រកាសជាសង្ហាណាខ្ញុំអូយបើចឹងយើងទៅសិនហើយណាផ្ញើមិត្តភ័ក្ដិផងលោកបេកងបងនឹងនាំអូនទៅឋានតាវតឹងព្យាយាមធ្វើអំពើល្អណាស់យើងនឹងបានជួបគ្នាម្ដងទៀតលោកបេកងខ្មាស់គេខ្មាស់ណាគេម្ដុំនេះគ្មានណានៅទេអ្នកណាថាមិនមានគឺមានច្រើនណាស់ខ្ញុំមិនខ្មាស់ទេពធីតាទេពីព្រោះថាពេលនេះខ្ញុំមានទេពធីតាដ៏ស្រស់ស្អាតនៅជាមួយខ្ញុំហើយនៅខាងនោះប្រកាសជាចំណែនខ្ញុំស្លាប់ហើយនិយាយបែបនេះដល់របៀបណាព្រោះថាពេលនេះខ្ញុំខ្លាចជាមនុស្សហើយចាស់បានធាត់បានមិនស្អាតបានប
bà hiên chàoខ្ញុំណាខ្ញុំនឹងប្រាប់អំសុំឲ្យចុះមកដាក់បណ្ដាសាតែម្ដង អត់ទេ ไกลแสนไกลใจจะบินข้ามมา ខ្ញុំសូមសន្យាណាថាខ្ញុំនឹងមើលថែនាងឲ្យបានល្អព្រោះថាខ្ញុំស្មោះចំពោះនាងខ្លាំងណាស់ខ្ញុំសុខចិត្តឲ្យអ៊ំសុំដាក់បណ្ដាសាខ្ញុំឲ្យទៅជាសត្វកងានល្អទេ เหมือนรักบังเกิดมาเสียใจทำไมเป็นคนนี้ถามฟ้าจะได้ไหมเหตุใดให้เราคู่กัน រឿងមុនស្នេហ៍ទេពធីតាចប់ដោយបរិបូរណ៍តែត្រឹមនេះយើងខ្ញុំសូមអរគុណអស់លោកស្រីនៃនាងកញ្ញាដែលបានចំណាយពេលវេលាតាមដានខ្សែវីដេអូនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់អស់លោកស្រីនៃនាងកញ្ញាឲ្យជួបប្រទះតែនឹងសេចក្តីសុខគ្រប់ក្រុមគ្រួសារសូមអរគុណ ประกาศรายชื่อผู้โชคดีจากกิจกรรมนางฟ้าของแม่จากแดนสวง ผู้โชคดีจะได้รับการติดต่อกลับจากทางสถานีค่ะ ข้าอยากจะขนลุกขนพองเพราะเขาคำขู่ของเจ้าเต็มทีแล้วผมรู้ใจตัวเองแล้วล่ะท่านซ้อมไม่ใช่อย่างนี้ดิ ทุกคนเงียบหมดตะลึงในความสวยของเราตะลึงในความสวยของเรา เฮ้ย